bạn số đấy mong bọn ở khía rồi có bọn xa xa nó xa từ ở khía bạn chứ ngàyนี้ខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការទាញយកកម្មវិធី LLP សម្រាប់យកមកធ្វើការសិក្សានៅលើទូរស័ព្ទដៃពពុះ iPhone បានចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការដំឡើងទេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងប្រាប់ពីវិធីក្នុងការចូលបានអញ្ចឹងជាដំបូងដើម្បីយើងធ្វើការចូលទៅទាញកម្មវិធី LLP នេះបានយើងធ្វើការចូលក្នុង Safari សម្រាប់ពពុះ iPhone ណាបងប្អូនបាទសម្រាប់ពពុះ iPhone បានចូល Safari ចឹងមកបាទបន្តទៀតយើងធ្វើការ search មកយើងធ្វើការ search ពី LLP បានចុចចឹងមកហើយយើងវាយភាសាអង់គ្លេស PLP សូមតើបងប្អូនទាំងអស់គ្នាបាទ PLP បាទយើងវាយចឹងមកអូខេបន្តទៀតយើងចុចពាក្យយើងស្វែងរកមកបាទអញ្ចឹងបន្តមកវានឹងបង្ហាញទម្រង់បែបនេះបាទអញ្ចឹងបងប្អូនឬក៏បងប្អូនទាំងអស់គ្នាអាចធ្វើការចូលទៅក្នុង app របស់ថ្នាលបឋម PLP នេះមកបាទអញ្ចឹងដល់ទម្រង់កន្លែងនេះយើងអត់ទាន់មាន account ទេហើយវីដេអូក្រោយខ្ញុំនឹងប្រាប់ពីវិធីក្នុងការចូលបាទអញ្ចឹងវីដេអូនេះគឺខ្ញុំប្រាប់ពីវិធីក្នុងការទាញបាទយើងទាញកម្មវិធីមួយនេះដើម្បីទៅធ្លាក់នៅលើ home screen ទូរស័ព្ទដៃរបស់យើងបាទអញ្ចឹងយើងធ្វើការចូលត្រេ3នេះបន្តទៀតមកបាទបន្តមកទៀតយើងធ្វើការចូលកន្លែង share បាទចូលកន្លែង share ខាងលើគេនេះបាទចំពោះពួក Android វាចូលផ្សេងបងប្អូននេះគឺសម្រាប់បងប្អូនឬក៏បងប្អូនដែលប្រើប្រាស់ទៅលើ iPhone បាទគឺខុសគ្នាបាទអូខេចូលចឹងមកបាទបន្តមកទៀតយើងធ្វើការចុចកន្លែងសញ្ញាគ្រីសដើម្បីយើងទៅស្វែងរកទីតាំងដែលយើងត្រូវទាញវាទៅតម្លាក់អូខេចឹងមកបន្តមកទៀតយើងធ្វើការត្រូវមើលពាក្យ add to home screen បាទចឹងបងប្អូនកន្លែងមើលកន្លែងនេះចឹងបងប្អូនចុចកន្លែងពាក្យ add to home screen ចឹងមកបាទបន្តមកទៀតយើងចុចសញ្ញា add នៅលើបងប្អូននេះសញ្ញា add នៅខាងលើនេះបាទយើងចុចចឹងមកបាទអូខេអញ្ចឹងគឺកម្មវិធី PLP គឺធ្លាក់នៅលើ home screen របស់យើងបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ